សូមជម្រាបសួរបងប្អូនបាទសុខសប្បាយទេអ្នកទាំងអស់គ្នានៅថ្ងៃនេះខ្ញុំចង់និយាយអំពីការផ្សាយដំណឹងល្អដែលព្រះអង្គបានបង្ហាញនៅក្នុងព្រះគម្ពីរបាទសូមយើងមើលគម្ពីរជាមួយគ្នានៅគម្ពីរលូកាជំពូក8នៅគម្ពីរលូកាជំពូក8ខ4បាទខ្ញុំអានជូនលូកាជំពូក8ខទី4កាលមានមនុស្សមកពីគ្រប់ស្រុកប្រជុំគ្នាឯទ្រង់ជាណែនណាន់តាន់តាប់ហើយនោះទ្រង់មានបន្ទូលដោយពាក្យប្រៀបប្រដូចថាមានអ្នកព្រោះពូចម្នាក់ចេញទៅព្រោះកំពុងដែលគាត់ព្រោះនោះមានខ្លះធ្លាក់ចុះតាមផ្លូវត្រូវគេដើរជន់ហើយសត្វហើរលើអាកាសក៏មកចឹកស៊ីខ្លះទៀតធ្លាក់ទៅលើថ្មកាលពន្លកឡើងនោះក៏ក្រៀមស្វិតទៅពីព្រោះគ្មានធាតុសើមសោះមានខ្លះទៀតធ្លាក់ទៅកណ្ដាលបន្លាក៏ដុះឡើងជាមួយហើយរួបខ្ទប់វាមានខ្លះទៀតធ្លាក់ទៅក្នុងដីល្អក៏ពន្លកដុះឡើងបង្កើតផលផ្លែបាន1ជា100ភាគកាលទ្រង់មានបន្ទូលសេចក្តីទាំងនោះស្រេចហើយនោះក៏បន្លឺវាចាថាអ្នកណាដែលមានត្រចៀកសម្រាប់ស្ដាប់ឲ្យស្ដាប់ចោះបាទអានត្រឹមប៉ុណ្ណឹងនៅត្រឹមខ8នេះគឺបានបង្ហាញអំពីអ្នកព្រោះពូចម្នាក់គាត់ចេញទៅព្រោះបាទពេលដែលគ្រាប់ពូជធ្លាក់ទៅលើដីមាន4សន្តានបាទគឺមានដីតាមផ្លូវហើយមានដីដែលមានថ្មដីដែលមានបន្លាហើយចុងក្រោយគឺជាដីល្អបាទយើងឃើញថាគ្រាប់ពូជគឺព្រះអង្គបានមានសេចក្តីប្រៀបធៀបដល់យើងរាល់គ្នាគឺទ្រង់ចង់មានបន្ទូលអំពីព្រះបន្ទូលរបស់ព្រះអង្គព្រះបន្ទូលទ្រង់គឺប្រៀបដូចជាគ្រាប់ពូជបងប្អូនយើងធ្លាប់ដាំដំណាំដាំបន្លែហើយមែនទេបាទធ្លាប់ដាំរុក្ខជាតិគឺយើងតែងតែយកគ្រាប់ពូជទៅដាក់នៅក្នុងដីធម្មតាគឺដីដែលល្អទើបបានដុះល្អដែរហើយក៏បង្កើតផលផ្លែបានល្អប៉ុន្តែបើសិនជាយើងយកគ្រាប់ពូជទៅបោះនៅដីតាមផ្លូវដែលមនុស្សដើរចុះដើរឡើងជាន់ហើយមានគេធ្វើដំណើរឆ្លងកាត់បានជាដីតាមផ្លូវគឺមានគេជាន់ណែនបានជាគ្រាប់ពូជគឺមិនអាចកប់ទៅក្នុងដីបានហើយគ្រាប់ពូជដែលធ្លាក់តាមផ្លូវក៏មានសត្វហើរលើអាកាសមកចឹកស៊ីអស់ទៅបាទគឺព្រះអង្គបានបង្រៀនយើងថាគ្រាប់ពូជគឺជាព្រះបន្ទូលដែលបានផ្សាយទៅកាន់មនុស្សហើយចិត្តរបស់មនុស្សយើងគឺមានសន្តានខុសៗគ្នាអ្នកខ្លះក៏មានចិត្តដូចជាដីតាមផ្លូវពេលដែលឮព្រះបន្ទូលហើយបាទប្រៀបដូចជាគ្រាប់ពូជដែលធ្លាក់តាមផ្លូវត្រូវសត្វស្លាបសត្វហើរលើអាកាសមកចឹកស៊ីអស់បានន័យថាគេស្ដាប់ព្រះបន្ទូលមែនប៉ុន្តែព្រះបន្ទូលមិនបានជាប់នៅនោះទេដោយសារមានអរិយសត្តាំងគឺវាឆក់យកព្រះបន្ទូលពីក្នុងចិត្តគេអស់ហើយក៏មានអ្នកខ្លះក៏គេស្ដាប់ព្រះបន្ទូលដែរតែចិត្តរបស់គេមានសន្តានដូចជាដីដែលមានថ្មបានន័យថាគេទទួលព្រះបន្ទូលតែមួយផ្លែតប៉ុន្តែអត់មានចាក់ឫសនោះទេហើយក៏ក្រៀមស្វិតទៅវិញទៅបានន័យថាព្រះបន្ទូលគឺមិនបានជាប់នៅដែរដោយសារតែពួកគេឮព្រះបន្ទូលហើយគេទទួលដោយអំណរតែមួយផ្លែតគ្រាន់តែមានសេចក្តីបៀតបៀនឬក៏សេចក្តីល្បួងកើតឡើងគេក៏ចោលព្រះអង្គទៅចោលព្រះបន្ទូលព្រះអង្គទៅហើយរស់នៅទៅតាមផ្លូវរបស់ខ្លួនឯងវិញក៏មានអ្នកខ្លះទៀតគឺមានចិត្តដូចជាដីដែលមានបន្លាបានន័យថាពេលដែលព្រោះព្រះបន្ទូលទៅគឺជាគ្រាប់ពូជទៅគ្រាប់ពូជធ្លាក់ទៅដីដែលមានបន្លាគឺដុះមកជាមួយនឹងបន្លាដែរអញ្ចឹងបន្លាក៏ខ្ទប់ចិត្តគឺมันអាចនឹងបង្កើតផលបាននោះទេអញ្ចឹងគឺព្រះអង្គក៏បានពន្យល់ថាអ្នកដែលមានចិត្តដូចជាដីដែលមានបន្លាហ្នឹងគឺជាអស់អ្នកដែលរស់នៅដោយសេចក្តីខ្វល់ខ្វាយនៃលោកីយ៍នេះគឺសេចក្តីឆោបោកនៃទ្រព្យសម្បត្តិបាទសេចក្តីបាទសម្រើបនៃលោកីយ៍ហ្នឹងគឺមានសេចក្តីប៉ងប្រាថ្នានៃលោកីយ៍មករួបរិទ្ធក្នុងជីវិតមិនឲ្យរស់នៅទាំងទទួលព្រះបន្ទូលហើយរស់នៅទៅតាមព្រះបន្ទូលព្រះអង្គនោះទេអញ្ចឹងបានជាមិនអាចបង្កើតផលផ្លែបានពេញលេញនោះទេហើយចំណែកគ្រាប់ពូជដែលធ្លាក់ទៅដីល្អគឺជាអស់អ្នកដែលបានឮព្រះបន្ទូលហើយទទួលដោយស្មោះត្រង់បាទទទួលដោយមានចិត្តអត់ធន់ហើយកាលណាគាត់បានទទួលព្រះបន្ទូលចូលមកក្នុងចិត្តក៏បង្កើតផលផ្លែមួយជា60
មួយជា100បាទបានន័យថាអ្នកដែលទទួលព្រះបន្ទូលព្រះអង្គគឺនឹងបង្កើតផលផ្លែបាទគឺជា30ជា60ហើយជា100ភាគអញ្ចឹងបានន័យថាព្រះអង្គគឺសពព្រះハរតីចំពោះចិត្តអ្នកដែលមានចិត្តដូចជាដីល្អមែនទេបងប្អូនបាទដីល្អគឺយើងគិតមើលគឺជាដីយ៉ាងម៉េចទៅដើម្បីខ្លាយជាដីល្អត្រូវការមានអ្នកភ្ជួររាស់មែនទេបាទដូចគ្នាដែរចិត្តរបស់យើងក៏ត្រូវការអ្នកដឹកនាំត្រូវការអ្នកដែលបាទជួយយើងផងដែរអញ្ចឹងនៅពេលដែលចិត្តប្រៀបដូចជាចំការឬក៏ស្រែដែលមានអ្នកដឹកនាំមានអ្នកដែលធ្វើស្រែនោះគឺគាត់តែងតែភ្ជួររាស់ដីជ្រោយដីរើសថ្មចេញយកបន្លាចេញហើយទើបដាំគ្រាប់ពូជទៅគឺពិតជាបានល្អហើយដីល្អគឺជាដីយ៉ាងម៉េចទៅគឺជាដីដែលមានភាពល្បាប់ហើយជាដីដែលមានជីមានចន្លេនមានសត្វបាទល្អិតដែលរុកបានន័យថាវាជាដីដែលមើលទៅស្មោកគ្រោកមែនតែនប៉ុន្តែគឺជាដីល្អបាទអញ្ចឹងមនុស្សយើងក៏ដូចគ្នាដែរអ្នកដែលបានយល់ថាខ្លួនឯងគឺជាមនុស្សស្មោកគ្រោកគឺជាមនុស្សអាក្រក់ជាពូជមនុស្សដែលកើតមកក្នុងសេចក្តីទុច្ចរិតហើយគេបានស្គាល់ខ្លួនឯងថាគេគឺជាពូជមនុស្សមានបាបដែលមានតែត្រូវបណ្ដាសាមនុស្សយ៉ាងនោះនៅពេលដែលគេបានឮដំណឹងល្អគេមានចិត្តអំណរគេមានចិត្តដែលអរព្រះគុណព្រះអង្គហើយទទួលព្រះបន្ទូលទុកនៅក្នុងចិត្តហើយព្រះបន្ទូលប្រៀបដូចជាគ្រាប់ពូជដែលតូចល្អិតដែលបានដាំចុះទៅក្នុងដីហើយក៏បង្កើតជាដើមឈើទិន្នជាតិដ៏ធំហើយមានមេឃក៏មានសត្វហើរលើអាកាសមកទុំពីក្រោមមេឃរបស់វាបាទបានន័យថាកាលណាយើងខ្ញុំទទួលព្រះបន្ទូលហើយព្រះបន្ទូលនឹងធ្វើការអស្ចារ្យនៅក្នុងជីវិតយើងខ្ញុំទាំងអស់គ្នាបាទបងប្អូននៅក្នុងការផ្សាយដំណឹងល្អគឺតែងតែអរិយសត្តាំងបៀតបៀនហើយតែងតែមានវិធីរបស់វាជាច្រើនដើម្បីរារាំងដំណឹងល្អរបស់ទ្រង់មិនឲ្យផ្សាយទៅប៉ុន្តែព្រះអង្គគឺសពព្រះハរតីឲ្យដំណឹងល្អរបស់ទ្រង់បានផ្សាយទៅសពលោកីយ៍ទាំងមូលដូចនៅម៉ាកុសជំពូក16ខ15ក៏បានចែងមកថាទ្រង់ផ្ដាំគេថាចូលអ្នករាល់គ្នាទៅពេញសពក្នុងលោកីយ៍ទាំងមូលហើយផ្សាយដំណឹងល្អទូទៅដល់គ្រប់មនុស្សទាំងអស់ចោះអញ្ចឹងគឺព្រះអង្គសពព្រះハរតីឲ្យដំណឹងល្អរបស់ព្រះអង្គបានឮមកដល់យើងទាំងអស់គ្នាមែនទេបងប្អូនព្រះអង្គចង់ឲ្យអ្នកទាំងអស់គ្នាបានទទួលសេចក្តីសង្គ្រោះបានរួចពីអំពើបាបពីព្រោះទ្រង់ជ្រាបថាអំពើបាបរបស់មនុស្សលោកយើងគឺយើងមិនអាចលាងសម្អាតបានដោយខ្លួនឯងនោះទេសមត្ថភាពរបស់មនុស្សយើងធ្វើមិនកើតបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យប្រសូតមកលោកីយ៍នេះហើយទ្រង់បានទទួលផ្ទុកអំពើបាបរបស់យើងទាំងអស់គ្នានៅលើរូបអង្គទ្រង់ហើយជាប់នៅលើឈើឆ្កាងទាំងទ្រង់ត្រូវសគត់ដោយព្រោះបាបរបស់យើងមួយដងជាសម្រេចអញ្ចឹងការសគត់មួយដងរបស់ទ្រង់នោះគឺជាសេចក្តីប្រោះលោះដ៏អស់កលជានិច្ចគឺទ្រង់បាននិយាយជាបរិសុទ្ធហើយសុចរិតនឹងគ្រប់លក្ខបាទបងប្អូនគឺសេចក្តីសុចរិតនិងភាពបរិសុទ្ធរបស់ព្រះយេស៊ូវទ្រង់ប្រទានមកយើងចំណែកឯអំពើទុច្ចរិតរបស់យើងគឺទ្រង់បានទទួលដើម្បីសម្រេចតាមផែនការដែលព្រះវរបិតាបានចាត់ទ្រង់ឲ្យមកលោកីយ៍នេះទោះបីគេចាប់ឆ្កាងព្រះយេស៊ូវគឺគ្មានទេវតាមកការពារព្រះយេស៊ូវនោះទេពីព្រោះព្រះយេស៊ូវក៏មានបន្ទូលថានគរខ្ញុំមិនត្រូវនឹងលោកីយ៍នេះទេបានន័យថាទេវតាមិនមកការពារព្រះអង្គទេដោយសារតែព្រះយេស៊ូវគឺត្រូវប្រគល់ទៅក្នុងដៃរបស់មនុស្សមានបាបហើយគេនឹងសម្លាប់ទ្រង់ទៅតាមទំនាយបទគម្ពីរដែលបានទាយទុកមកថាទ្រង់នឹងត្រូវទ្រាំទ្ររងអស់ទាំងសេចក្តីឈឺចាប់របស់យើងហើយបានទទួលអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងហើយព្រះយេហូវ៉ាក៏ទ្រង់បានទម្លាក់អំពើទុច្ចរិតរបស់មនុស្សលោកយើងទៅលើទ្រង់បាទអញ្ចឹងទ្រង់គឺជាព្រះដែលស្រឡាញ់មនុស្សលោកយើងខ្លាំងមែនតែនសុខចិត្តទទួលអំពើបាបរបស់យើងទាំងអស់គ្នាសគត់ហើយ3ថ្ងៃក្រោយមកព្រះអង្គក៏មានព្រះជន្មរស់ឡើងវិញពេលដែលទ្រង់មានព្រះជន្មរស់ឡើងវិញព្រះអង្គក៏បានទៅបង្ហាញខ្លួនដល់ពួកសាវកហើយនឹងមនុស្ស500នាក់បានឃើញហើយក៏ព្រះអង្គបានផ្ដាំឲ្យគេផ្សាយដំណឹងល្អឲ្យបានសពលោកីយ៍ទើបនឹងបានដល់ចុងបំផុតអញ្ចឹងដំណឹងល្អរបស់ទ្រង់នឹងត្រូវផ្សាយសពលោកីយ៍ទាំងមូលពេលផ្សាយដំណឹងល្អក៏មានសេចក្តីល្បួងនិងមានសេចក្តីអស់សង្ឃឹមចូលមកក្នុងចិត្តយើងខ្ញុំប៉ុន្តែក៏មានព្រះបន្ទូលដែលផ្ដល់ក្តីសង្ឃឹមដល់យើងដែរសូមបងប្អូនមើលគម្ពីរទំនុកដំកើងជំពូក126ក៏បានចែងទុកមកថានៅខ5ថាអស់អ្នកដែលសាបព្រោះ
ដោយស្រក់ទឹកភ្នែកនោះនឹងបានច្រូតវិញដោយច្រៀងអសប្បាយឯអ្នកដែលកណ្ដៀតពូជសម្រាប់សាបព្រោះចេញទៅទាំងយំនោះប្រកាសជានឹងចូលមកវិញដោយអំណរព្រមទាំងយកកណ្ដាប់មកផងបាទអញ្ចឹងព្រះបន្ទូលនេះគឺពិតជាផ្ដល់កម្លាំងនិងក្តីសង្ឃឹមដល់យើងខ្ញុំអ្នកផ្សាយដំណឹងល្អទោះបីជាមានសម្លេងនៃភាពអស់សង្ឃឹមក៏ដោយយើងបដិសេធគំនិតនោះហើយយើងនឹកចាំពីព្រះបន្ទូលព្រះអង្គជាអ្នកធ្វើការជាមួយយើងព្រះអង្គនឹងជួយយើងជាមិនខាននៅក្នុងការងារដំណឹងល្អពេលដែលទ្រង់គង់ជាមួយយើងគឺទ្រង់ក៏ប្រទានទាំងកម្លាំងប្រទានបាទសេចក្តីក្លាហានហើយប្រទានវោហារនៅក្នុងការនិយាយជាមួយគេទាំងប្រកាសដំណឹងល្អធ្វើបន្តពីនគររបស់ទ្រង់ឲ្យបានសពលោកីទាំងមូលពីព្រោះព្រះអង្គបានតាំងយើងខ្ញុំគឺជាពន្លឺហើយជាអំបិលនៃលោកីនេះបើអំបិលបាត់ជាតិប្រៃក៏គ្មានប្រយោជន៍អ្វីទៀតដែរហើយពន្លឺគឺគេមិនដែលយកពន្លឺទៅក្របនៅក្រោមថាសនោះទេគេតែងតែដាក់នៅទីខ្ពស់មែនទេបងប្អូនដើម្បីឲ្យមនុស្សជាច្រើនបានមើលឃើញអញ្ចឹងដូចគ្នាដែរយើងខ្ញុំព្រះអង្គក៏បានតាំងឲ្យធ្វើជាពន្លឺនៃលោកីបាទក៏ជាអ្នកសាបព្រោះព្រះបន្ទូលរបស់ទ្រង់ពេលខ្លះយើងខ្ញុំសាបព្រោះក៏មិនដឹងជាខាងណាដោះខាងណាដែលមិនដោះនោះទេប៉ុន្តែព្រះបន្ទូលនៅសាស្តាបាទសូមមើលជាមួយគ្នាទៀតនៅគម្ពីរសាស្តាចំពុកទី11នៅក្នុងខទី4បានសរសេរថាអ្នកណាដែលសង្កេតមើលតែខ្យល់នោះនឹងមិនសាបព្រោះទេហើយអ្នកណាដែលសង្កេតមើលតែពពកនោះក៏មិនច្រូតកាត់ឡើយខ5ឯងមិនស្គាល់ផ្លូវនៃវិញ្ញាណដែលបណ្ដាលឲ្យកូនកើតឡើងនៅក្នុងផ្ទៃរបស់ស្ត្រីដែលមានទម្ងន់ជាយ៉ាងណានោះក៏មិនស្គាល់ការរបស់ព្រះដែលទ្រង់ធ្វើគ្រប់ទាំងអស់យ៉ាងនោះដែរនៅពេលព្រឹកចូលសាបព្រោះពូជរបស់ឯងចោះហើយនៅពេលល្ងាចកុំឲ្យទប់ដៃឯងឡើយត្បិតឯងមិនដឹងជាខាងណានឹងចម្រើនឡើងទោះបើខាងនេះឬខាងនោះក្តីឬបើទាំងពីរនឹងចម្រើនបានល្អដូចគ្នាផងបាទបងប្អូនគឺព្រះអង្គក៏មានបន្ទូលឲ្យយើងខ្ញុំសាបព្រោះព្រះបន្ទូលរបស់ទ្រង់ព្រះបន្ទូលរបស់ព្រះអង្គគឺជាគ្រាប់ពូជកាលណាយើងខ្ញុំស្ដាប់ព្រះបន្ទូលដោយយកចិត្តទុកដាក់ហើយទទួលព្រះបន្ទូលជាប់នៅក្នុងចិត្តគឺព្រះបន្ទូលនឹងធ្វើការនៅក្នុងជីវិតរបស់យើងទាំងអស់គ្នាអញ្ចឹងព្រះអង្គគឺសពព្រះハរតីនឹងគង់ជាមួយនឹងមនុស្សសុចរិតហើយព្រះអង្គក៏សពព្រះハរតីនឹងប្រើមនុស្សសុចរិតឲ្យប្រកាសដំណឹងល្អដល់មនុស្សជាច្រើននៅទូទាំងពិភពលោកឲ្យបានទទួលសេចក្តីសុខសាន្តសេចក្តីសង្ឃឹមសេចក្តីស្រឡាញ់បាទព្រះអង្គម្ចាស់យេស៊ូវគឺជាព្រះនៃសេចក្តីស្រឡាញ់ជាព្រះនៃសេចក្តីមេត្រីភាពបាទព្រះអង្គគឺជាព្រះដែលនាំឲ្យយើងបានជាមេត្រីនឹងព្រះវរបិតាវិញហើយព្រះយេស៊ូវគ្រីស្ទក៏ជាចុងបំផុតនៃក្រឹតវិន័យព្រះអង្គក៏ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតដែលគង់នៅឋានសួគ៌ហើយទ្រង់ប្រសូតមកលោកីនេះគឺដើម្បីសង្គ្រោះយើងទាំងអស់គ្នាឲ្យរួចពីអំពើបាបចឹងបានជាអ្នកណាដែលជឿដល់ព្រះនាមព្រះយេស៊ូវគឺនឹងបានសង្គ្រោះបាទបងប្អូនជឿព្រះនាមព្រះយេស៊ូវគឺទេវតាបានប្រាប់ទៅយូសែបថាត្រូវដាក់ព្រះនាមទ្រង់ថាយេស៊ូវព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ឲ្យរួចពីបាបយើងខ្ញុំដែលកើតមកជាមនុស្សមានបាបពេលជឿព្រះយេស៊ូវคล้ายជាមនុស្សដែលអស់បាបបាទនេះគឺជាអ្នកដែលជឿព្រះនាមព្រះយេស៊ូវតែបើសិនជាមុនជឿព្រះយេស៊ូវជាមនុស្សមានបាបស្ដាប់ដំណឹងល្អហើយតែមិនមែនជាដំណឹងល្អពិតអញ្ចឹងអត់បានរួចពីបាបជឿព្រះយេស៊ូវហើយថាមាត់ថាជឿព្រះយេស៊ូវតែនៅតែមានបាបបានន័យថាមិនទាន់ជួបដំណឹងល្អដល់ពិតឬក៏មិនទាន់បានជឿនៅក្នុងចិត្តនៅឡើយក៏មិនទាន់បានទទួលសេចក្តីសង្គ្រោះអ្នកនោះនៅតែនិយាយថាខ្លួនឯងគឺជាមនុស្សមានបាបនៅតែមើលការប្រព្រឹត្តរបស់ខ្លួនវិនិច្ឆ័យតាមគំនិតរបស់ខ្លួនឯងចឹងបានជាគ្មានសេរីភាពចំពោះព្រះអង្គទាំងកាត់ទោសខ្លួនឯងផងដែរតែយើងខ្ញុំដែលជាមនុស្សសុចរិតជាអ្នកដែលជឿដំណឹងល្អរបស់ទ្រង់គឺយើងនឹងមានសេរីភាពបាទហើយនឹងមានចិត្តអរព្រះគុណហើយយើងចង់ប្រើរូបកាយរបស់យើងសម្រាប់បម្រើសេចក្តីសុចរិតបាទមិនមែនអាងតែព្រះលាងបាបឲ្យហើយយើងសប្បាយនឹងធ្វើអំពើបាបនោះទេបាទគឺជាអ្នកជឿព្រះយេស៊ូវព្រះអង្គប្រទានអំណាចឲ្យឈ្នះអំពើបាបហើយឲ្យយើងខ្ញុំរស់នៅជីវិតដែលជាពន្លឺជាគំរូដល់មនុស្សជាច្រើនបាទសូមឲ្យបងប្អូនទាំងអស់គ្នាបានប្រកបដោយព្រះពរតាមរយៈការផ្សាយដំណឹងល្អបម្រើព្រះអង្គជាមួយគ្នាបាទអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយជម្រាបលា